បើសិនជាបងប្អូនបានស្គាល់ខ្ញុំប្រកាសជាដឹងហើយថាខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តប្រឡូកនិងប្រណាំងប្រជែងជាមនុស្សវាសនាខ្លួនឯងដើរតាមក្តីសម័យខ្លួនឯងច្រើនហើយក៏ធ្លាប់ជួបបញ្ហារឿងរ៉ាវបរាជ័យឬក៏បញ្ហាជីវិតហ្នឹងក៏ច្រើនមកហើយដែរអស់ផ្ទះក៏មានអស់ម៉ូតូអស់ឡានក៏មានតែយ៉ាងណាខ្ញុំក៏អរគុណដល់ខ្លួនឯងព្រោះគ្រប់ពេលវេលាខ្ញុំតែងតែរៀនសូត្រពីបញ្ហានិងពីចំណុចខ្វះខាតក៏ដូចជាកំហុសខុសឆ្គងដែលខ្ញុំធ្លាប់បានឆ្លងកាត់យ៉ាងណាមិញនេះគឺជាលើកទី2ហើយដែលខ្ញុំសម្រេចចារលើក្តីសម័យរបស់ខ្លួនឯងម្ដងទៀតជាមួយនឹងការក្លាយជាអ្នកផលិតមាតិកាផលិតវីដេអូផ្សព្វផ្សាយហើយមកទល់នឹងថ្ងៃនេះខ្ញុំក៏បានចាប់ផ្ដើមមានក្រុមការងារផ្ទាល់ខ្លួនក្នុងការផលិតវីដេអូមាតិកាជូនអតិថិជនរបស់ខ្ញុំផងដែរអ្នកខ្លះគេថាការផលិតមាតិកាការធ្វើជា content creator គឺមានសេរីភាពមានភាពងាយស្រួលសូម្បីតែខ្ញុំខ្លួនឯងពីមុនក៏ធ្លាប់គិតបែបនេះដែរប៉ុន្តែជាក់ស្ដែងទៅវាមិនដូចការគិតទេអ្វីត្បិតតែយើងមិនបានអង្គុយធ្វើការជាមួយនឹងក្រុមហ៊ុនតែយើងត្រូវអង្គុយដើម្បីគិតរកកន្សឹមដើម្បីស្វែងរកគំនិតហើយយើងត្រូវចំណាយពេលថតច្រើនមែនទែនហើយសំខាន់ត្រូវយកមកវិញកាត់ទៀតហើយការធ្វើការជាមួយនឹង client ក៏ដូចគ្នាយើងត្រូវជួបមនុស្សផ្សេងជាច្រើនយើងត្រូវជួបអារម្មណ៍ផ្សេងយើងត្រូវជួបជាមួយនឹងតម្រូវការផ្សេងហើយភាពខុសគ្នារវាងអ្នកធ្វើការនិងអ្នក freelance ក៏ដូចជា content creator នោះគឺថាអ្នកធ្វើការតែងតែមានប្រាក់ខែចុងខែជារៀងរាល់ខែតែសម្រាប់ខ្ញុំគឺទៅតាម project ទៅតាមការងារទៅតាមពេលវេលាដូចតែខ្ញុំគ្រាន់តែចង់ប្រាប់ថាខ្ញុំអត់ដែលបានស្ដាយក្រោយចំពោះការសម្រេចចិត្តចំពោះការជ្រើសរើសផ្លូវដើរមួយនេះទេហើយខ្ញុំក៏តែងតែជឿជាក់ថាថ្ងៃណាមួយខ្ញុំនឹងអាចសម្រេចបាននៅគោលដៅធំរបស់ខ្ញុំចាំជួបគ្នានៅវីដេអូបន្ទាប់របស់ខ្ញុំទៀតអរគុណសម្រាប់ការតាមដានទស្សនា